ស្ដីបងប្អូនបាទឥឡូវសេដ្ឋកិច្ចមិនអីបងប្អូនមួយរយៈហ្នឹងដូចជារកអីខុសដាក់វីដេអូក៏អត់ផ្ទុះបាទការងារក៏តានតឹងរកស៊ីក៏បាក់ហ្នឹងឯងចាំជឿនបងប្អូនចាំជឿនខ្លាំងបាទឥឡូវទៅណាក៏ល្អូដែរមានអ្នកល្អូរហូតតែធ្វើមិនគេអញ្ចឹងយើងអញ្ចឹងមានយើងប្រឹងឲ្យខ្លាំងយើងអាចទៅមុខបានបាទស្ថានភាពឥឡូវបញ្ហាសេដ្ឋកិច្ចពិភពលោកវាក្លាប់ចាក់អស់ឥឡូវវាអត់ស្រួលដូចមុនបាទតែអ្នកដែលធំគេអាចឈរជើងបានគេរស់បានគេនៅរកចំណេញបានរហូតអញ្ចឹងណាតែយើងតូចតាចហ្នឹងហើយកុំភ្លេចតាមដាន channel YouTube របស់ខ្ញុំផងអរគុណបងប្អូន